សូមជូនរឿងបេះដូងតែមួយភាគទី3វគ្គទី2បេះដូងតែមួយស៊ីយ៉ាកាន់តែខឹងមុខឡើងក្រហមមិនដែលមានអ្នកណាហ៊ានធ្វើបែបនេះដាក់នាងទេមានតែគេតាមយកចិត្តនាងរហូតជាពិសេសកំឡោះដល់នៅសាលារៀនម៉ានាវីខ្ទប់ត្រចៀកស្រែកឡូឡាមិនឈប់ខេមរានិងរផាន់យកដៃបិទត្រចៀកព្រោះថ្លង់ពេកខេមរាទ្រាំមិនបានងើបមកខ្ទប់មាត់នាងក្រមុំជាប់សំឡុតបើមិនឈប់ស្រ័យទេខ្ញុំនាំនាងទៅលក់មិនខានគ្រាន់តែឮថាយកទៅលក់ស៊ីយ៉ានៅស្ងៀមឈឹងធ្វើភ្នែកភ្លឺខេមរាប្រឡែងដៃវិញរួចចង្អុលមុខគុំរៀមស្រស់ស្រីស៊ីយ៉ារួញខ្លួនខិតទៅគៀនទ្វារក្នុងទ្រូងលូតដុកដាក់ទាំងភិតភ័យខ្លាចខេមរាធ្វើដូចដែលគេនិយាយរផាន់លួចអស់សំណើចនឹងទឹកមុខភ័យខ្លាចរបស់ស៊ីយ៉ាហើយក៏ហួសចិត្តនឹងមិត្តដែរពួកគេនាំស៊ីយ៉ាមកដល់មន្ទីរពេទ្យនាងក្រមុំធូរទ្រូងបន្តិចពេលដែលគេមិននាំទៅកន្លែងផ្សេងតែស៊ីយ៉ាក៏នៅតែមិនទុកចិត្តលើពួកគេគ្រាន់តែពេទ្យរុំរបួសរួចស៊ីយ៉ាលួចមើលឃើញខេមរាកំពុងបង់ថ្លៃពេទ្យចំណែករផាន់អង្គុយនៅកៅអីស្រស់ស្រីដើរចេញលោបគៀនទ្វារខ្លាចពួកគេឃើញរផាន់ក្រឡេកឃើញតន់ស្រែកខាត់ឈប់សិនអ្នកនាងម៉ានាវីខាំមាត់សំឡក់រផាន់មានការអីទៀតហើយចង់ជូនមកពេទ្យក៏ជូនមកដល់ហើយឬមួយក៏ចង់សុំជូនទៅផ្ទះទៀតវិធីញ៉ៃស្រីរបៀបនេះខ្ញុំជួបអស់ហើយប្រើមិនបានផលទេរផាន់អស់សំណើចគេច្រែងហៅប៉ៅយ៉ាងសង្ហាមើលនាងក្រមុំទាំងហួសចិត្តពុទ្ធោអ្នកនាងគិតមនុស្សក្នុងផ្លូវអាក្រក់រហូតហើយណោះឬមួយក៏យល់ថាខ្លួនឯងស្អាតខ្លាំងណាស់ទើបបានជាបរិសគ្រប់រូបត្រូវតែតាមសុំស្នេហ៍គ្រប់គ្នានោះចំណែករឿងជូនទៅផ្ទះអ្នកនាងនិយាយត្រូវពេលនេះមេឃងងឹតហើយខ្លួនជាស្រីដើមម្នាក់ឯងមិនខ្លាចទេឆោមល្អញញឹមចុងមាត់មិនខ្លាចទេអូលោកបងលុយរួចហើយរផាន់ងាកមើលយ៉ាងរហ័សស្មានថាស៊ីយ៉ានិយាយជាមួយខេមរាគ្រាន់តែរផាន់ងាកភ្លាមស៊ីយ៉ាកិច្ចប្រូចយ៉ាងរហ័សរផាន់ដឹងថាចាញ់បញ្ឆោតស្រីតូចព្រោះខេមរាទើបតែដើរមកដល់គេងាកមកវិញស៊ីយ៉ាចេញទៅដល់មាត់ទ្វារដោយមិនភ្លេចធ្វើមុខបាញ់ឈឺកំឡោះសង្ហាទាំងពីរខេមរានិងរផាន់ក្រវីក្បាលហួសចិត្តជាមួយក្រមុំជើងល្អម្នាក់នេះពិតជាខិលមែនក្មេងម្នាក់នេះខេមរាញាក់ស្មាញញឹមមាត់ដាច់ទៀតផងចង់តែធ្វើបាបឲ្យរឿងចាលម្ដងកុំឲ្យពូកែសម្ដីពេករផាន់តែស្មាមិត្តឯងក៏មិនអន់ដែរចូលចិត្តទៅញ៉ោះគេមើលតែនាងក៏គួរឲ្យស្រឡាញ់ដែរតាខេមរាក្រវីក្បាលតិចគួរឲ្យស្រឡាញ់ត្រង់ណាទៅសំឡេងលឺដូចកញ្ចែនៅក្បែរតែប្រហែលនាទីសោះចង់វិលមុខទៅហើយពួកគេសើចព្រមគ្នារួចក៏នាំគ្នាចេញទៅស៊ីយ៉ាខ្លាចពួកខេមរាតាមមកតន់ទើបរត់ផងដើរផងនាងក្រមុំនឹងចាំមុខបរោះទាំងពីរនេះគ្មានថ្ងៃភ្លេចឡើយព្រោះគេធ្វើឲ្យនាងឈឺខ្លួនហើយថែមទាំងត្រូវដើរហត់សឹងស្លាប់ជាពិសេសពួកគេហ៊ានមកថាឲ្យនាងជាក្មេងមិនដឹងអីទៀតស្រស់ស្រីសង្ឃឹមថានឹងមិនបានជួបគេទៀតទេបើមិនដូច្នោះទេនាងនឹងរកឱកាសសងសឹកវិញមិនខានស៊ីយ៉ាឈរចាំហើយធុកទុកជិះទៅផ្ទះព្រោះថ្ងៃនេះម៉ូតូនាងខូចធ្វើមិនតាន់រួចឈរចាំយូរពេកមិនតាន់ឃើញធុកបើកាត់ផ្លូវនេះស្រស់ស្រីក៏ដើរទៅមុខតិចខណៈនោះ
ស្រាប់តែមានមនុស្សឈួតម្នាក់ខោអាវរហែករយ៉ៃសក់ក្បាលកាន់ទ្រើងកាន់កូនកំបិតមួយរត់ដេញចាក់អ្នកដំណើរតាមផ្លូវធ្វើឲ្យពួកគេផ្អើលរត់គេចប្រញាយបុរសឈួតនោះសើចក្អាកក្អាយសប្បាយខ្លាំងណាស់ពេលឃើញគេខ្លាចគ្រប់គ្នាដូច្នេះមនុស្សឈួតរត់មកចំពីមុខស៊ីយ៉ានាងក្រមុំកំពុងតែឈឺជើងគេចមិនតាន់ត្រូវមនុស្សឈួតចាប់យកកំបិតចន្លោបំពង់កស្រស់ធីតាសំលឹកទាំងភ្នែកក្រហមគូឲ្យខ្លាចស្រីក្បត់យើងត្រូវតែសម្លាប់នាងឆោមល្អភ័យស្លេកមុខអស់ខ្លួនញ័រទៅត្រើកលេងហ៊ានកំរើកខ្លាចត្រូវមុតកំបិតអ្នកដំណើរផ្អើលមើលពីចម្ងាយគ្មានអ្នកណាហ៊ានចូលចិត្តទេខេមរាបើកឡានកាត់ទីននោះព្រោះមេនប់សង្ហាកំពុងតែមើលប្លង់អាស័យដ្ឋានរបស់រផាន់ដើម្បីរកផ្ទះពូជាដូនមួយរបស់ផាន់នរៈសង្ហាឃើញមនុស្សផ្អើលមើលមនុស្សឈួតក៏ឈប់ឡានរត់ចុះទៅមើលដែរតាមនិស្ស័យចូលចិត្តជួយឈឺឆ្អាលអ្នកដតីរផាន់ក៏ដូចគ្នាគេរត់ជាប់តាមក្រោយខេមរាកំឡោះរូបស្អាតទាំងពីរប្រជ្រៀតវងមនុស្សចូលទៅឃើញស៊ីយ៉ាកំពុងតែត្រូវមនុស្សឈួតឆោតបំពង់កដាច់ឈាមរឹមស្រស់ស្រីឈឺពេកស្រក់ទឹកភ្នែកខ្លួនញ័រចំប្រប់ដោយកូនសត្វខេមរានិងរផាន់ស្រឡាំងកាំងទាំងពីរនាក់មនុស្សឈួតស្រែកស្រីក្បត់ខេមរាឈានចូលទៅភ្លាមគ្មានគិតយូរទេព្រោះខ្លាចស៊ីយ៉ាមានគ្រោះថ្នាក់ខេមរាឆ្លាតវៃណាស់មាននប់ស្រែកផងចង់អុលមុខមនុស្សឈួតផងយើងនៅឯណាយើងក្បត់ឯងព្រោះតែឯងល្ងងពេកប្រាក់ក៏គ្មានតើស្រីណាគេទ្រាំរស់នៅជាមួយមនុស្សឈួតហាក់មានអតីតកាលឈឺចាប់ព្រោះស្រីក្បត់ចិត្តឮខេមរាស្រែកដូច្នេះខឹងច្រឡោតលេងស៊ីយ៉ាស្ទុះមកចាក់ខេមរាភ្លាមស្រីថោកទាបនាងឯងអាក្រក់ណាស់អញសម្លាប់នាងឯងឲ្យបានខេមរាបង្វិលខ្លួនគេចពីមុខកំបិតទាំងប្រផិតប្រផាយមនុស្សឈួតមានកម្លាំងខុសពីមនុស្សធម្មតាឆ្ងាយណាស់មិនខុសពីមនុស្សញៀនថ្នាំទេរផាន់ស្ទុះទៅទាញស៊ីយ៉ាចេញឆ្ងាយពីមនុស្សឈួតហូតកូនកន្សែងដៃខ្ទប់មុខរបួសឲ្យធីតាភ្លាមអ្នកនាងថយឲ្យឆ្ងាយភ្លាមទៅស្រស់ស្រីប្រៀបដូចមនុស្សលង់ទឹកបានឈើតោងម៉ានាវីចាប់ដៃរផាន់ជាប់ទាំងរន្ធត់ខ្ញុំខ្លាចណាស់កំឡោះឡាវដោសែនសង្ហាក្តោបដៃស្រីល្អថ្នម កុំខ្លាចមានពួកខ្ញុំនៅទីនេះហើយពិតជាមិនអីទេអ្នកនាងថយសិនទៅខ្ញុំទៅជួយខេមរាសិននិយាយចប់សឹងមិនតាន់រផាន់ស្ទុះទៅជួយខេមរាភ្លាមមនុស្សឈួតកំពុងដេញចាក់ខេមរាឃើញរផាន់ចូលទៅក៏បែកកំបិតមកចាក់អ្នកកំឡោះឡាវវិញម្ដងពួកអ្នកដំណើរផ្អើលរត់ចេញខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនមនុស្សឈួតដូចជាក្រពុលមុខខ្លាំងណាស់ចាក់សម្រុកលើរផាន់ផ្ទួនមាននប់សង្ហាកិច្ចមិនតាន់ត្រូវមួយកំបិតចំស្មាឈាមហូរជោគដៃអាវមួយរំពេចអ្នកកំឡោះចាប់ដៃកាន់កំបិតរបស់មនុស្សឈួតជាប់បំរុងដណ្ដើមកំបិតតែនរៈសង្ហាចំពប់ជើងនឹងថ្មដួលព្រុសមនុស្សឈួតសើចសប្បាយស្ទុះមកចាក់រផាន់ចំកណ្ដាលទ្រូងប៉ុន្តែខេមរាស្ទុះមកពាំងពីមុខរផាន់ជាប់ធ្វើឲ្យកំបិតចាក់កប់ចំប្រឡោះដងកំបិតរបស់ខេមរាយ៉ាងជ្រៅឈាមហូរច្រាលមកក្រហមឆ្អៅអ្នកកំឡោះសង្ហាទុនជើងដួលក្រឹបរផាន់រន្ធត់ចិត្តណាស់ស្រវាបានដុំថ្មដែលធ្វើឲ្យគេចំពប់ជើងដួលគប់ចំក្បាលមនុស្សឈួតបែកឈាមស្រោចពេញមុខដួលសន្លប់ស្ដោកចំណែកខេមរារបួសធ្ងន់ពេកសន្លប់លែងដឹងខ្លួនទៅហើយរផាន់ត្រូវរបួសស្មាដែរប៉ុន្តែរបួសស្រាលកំឡោះឡាវលុតជង្គង់ចុះត្រកងខ្លួនខេមរាទាំងក្តុកក្តួលខេមរាឯងមិនសមធ្វើបែបនេះទេស៊ីយ៉ារត់មកជួយទប់ខ្លួនខេមរាទាំងរំភើបលាយរន្ធត់មុននេះនាងយល់ថាកំឡោះទាំងពីរជាមនុស្សមិនល្អតែនៅទីបំផុតពួកគេបែរជាហ៊ានជួយនាងដោយបដូរជីវិតបែបនេះ
ធីតាសោភាមិនធ្លាប់បានជួបប្រុសមោះមុតដូចពួកគេទាំងពីរតលតែសោះធីតាងាកមករកពួកអ្នកដំណើរពូជួយនាំពួកគាត់ទៅពេទ្យផងទៅសូមជួយផងទៅបុរសម្នាក់មានធុកគាត់រត់មកជួយគ្រាខេមរាដាក់លើធុករផាន់និងស៊ីយ៉ាក៏រត់ឡើងជិះធុកទៅទាំងអស់គ្នានៅក្នុងមន្ទីរពេទ្យខេមរាត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់អ្នកកំឡោះបាត់បង់ឈាមច្រើនណាស់ត្រូវបញ្ចូលឈាមទើបអាចសង្គ្រោះជីវិតបានមាននុបសន្លប់ស្ដោកស្ដឹងដូចមនុស្សស្លាប់ទៅហើយរផាន់ស្លុតចិត្តណាស់ទុនជើងនៅមុខបន្ទប់សង្គ្រោះភ្នែកមើលទៅខេមរាទឹកភ្នែកកូនប្រុសរមៀលធ្លាក់ដោយមិនដឹងខ្លួនព្រោះតែពេលពិនិត្យឈាមរួចឈាមរបស់អ្នកខុសពីឈាមខេមរាមិនអាចជួយមិត្តបានស៊ីយ៉ាមិនអាចប្រងើយកន្តើយទេទោះជានាងខ្លាចការបូមឈាមក៏ដោយព្រោះខេមរាមានគ្រោះថ្នាក់ដោយសារតែជួយនាងឆោមល្អចូលទៅឲ្យពេទ្យពិនិត្យឈាមសំណាងល្អណាស់ក្រុមឈាមរបស់ស៊ីយ៉ាដោយក្រុមឈាមខេមរាមានវីផ្ដល់ឈាមដល់មន្ទីរពេទ្យដើម្បីជួយជីវិតខេមរាវិញរបួសរផាន់រំរួចហើយមាននុបត្រេកអរណាស់ពេលលោកវេជ្ជបណ្ឌិតប្រាប់ថាខេមរាឆ្លងផុតគ្រោះថ្នាក់ប៉ុន្តែត្រូវសម្រាកក្នុងមន្ទីរពេទ្យមួយរយៈសិនស៊ីយ៉ាដេកព្យួរសេរ៉ូមក្នុងបន្ទប់ជាមួយខេមរាមានវីប្រាប់រផាន់ឲ្យជួយទូរស័ព្ទទៅប្រាប់ឪពុកម្ដាយនាងផងកុំឲ្យពួកគាត់បារម្ភព្រោះបាត់មិនឃើញនាងទៅផ្ទះរផាន់ទូរស័ព្ទទៅប្រាប់លោកផាន់សៃនិងលោកខាន់ឪពុករបស់ខេមរាចាស់នាំគ្នាមកមន្ទីរពេទ្យទាំងផិតភ័យលោកផាន់ស៊ីក៏មកជាមួយកូនដែរព្រោះលោកបារម្ភពីចៅស្រីខ្លាំងណាស់ចូលដល់បន្ទប់ពេទ្យឃើញរផាន់លោកផាន់ស៊ីស្រឡាំងកាំងព្រោះគេជាចៅប្រុសរបស់បងលោកដែលសុំមកស្នាក់នៅផ្ទះលោកដើម្បីដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាលោកបានទុកអាស័យដ្ឋានឲ្យរផាន់ហើយប៉ុន្តែស្មានថាគេមិនទាន់មកដល់ស្រាប់តែមកជួបគ្នានៅក្នុងមន្ទីរពេទ្យទៅវិញស៊ីយ៉ានិងរផាន់មើលមុខគ្នាផាំងព្រោះមិនស្មានថាពួកគេជាបងប្អូនជាទួតមួយនឹងគ្នាសោះលោកខាន់អង្គុយមើលមុខកូនប្រុសទាំងបារម្ភគ្រួសារលោកផាន់ស៊ីអរគុណលោកខាន់បើគ្មានខេមរាស៊ីយ៉ាមិនដឹងជាយ៉ាងណាទៅហើយទេលោកខាន់ញញឹមស្រាលមិនអីទេការជួយគ្នាទៅវិញទៅមកជារឿងក៏ប្រសើរសម្រាប់មនុស្សជាតិកូនប្រុសខ្ញុំតែប៉ុណ្្នឹងឯងចូលចិត្តជួយឈឺឆ្អាលគេតាំងពីនៅតូចពេលខ្លះខ្ញុំបារម្ភពីកូនណាតែក៏មានមោទនភាពចំពោះកូនដែលជាមនុស្សមានទឹកចិត្តបែបនេះដែរខេមរាដឹងខ្លួនល្មមអ្នកកំឡោះជាមនុស្សរពឹសកំរើខ្លួនមិនរួចហើយមាត់នៅតែប៉ប៉ោចលោកប៉ាកំពុងនិយាយដើមខ្ញុំមែនទេលោកខាន់ចាប់ដៃកូនប្រុសដោយត្រេកអរនៅមានកម្លាំងតវ៉ាជាមួយប៉ាបានន័យថាមិនអីទេមែនទេកូនខ្ញុំមិនអីទេលោកប៉ាកុំបារម្ភរផាន់ចូលអង្គុយគៀកក្រែខេមរាលោកដៃក្តោបដៃមិត្តជាប់ខេមរាសន្យាជាមួយខ្ញុំមកថ្ងៃក្រោយកុំធ្វើបែបនេះទៀតខ្ញុំមិនត្រូវការឲ្យមិត្តយកជីវិតមួយមកដូរជីវិតមួយទេបើយើងត្រូវស្លាប់ទាំងអស់គ្នាបើរស់ក៏ត្រូវរស់ទាំងអស់គ្នាដែរខេមរាខំញញឹមទាំងលហិតលហៃសន្យាក៏បានចុះរបស់ឯងយ៉ាងម៉េចទៅហើយរបស់ខ្ញុំស្រាលទេសំណាងណាស់ដល់ក្រុមឈាមអូនស៊ីយ៉ាត្រូវនឹងក្រុមឈាមរបស់ឯងកុំអីពួកយើងមិនដឹងជាទៅរកឈាមឯណាមកជួយឯងឲ្យទាន់ពេលទេខេមរាមើលទៅស៊ីយ៉ាញញឹមស្រាលដាក់នាងធីតាញញឹមត្រង់អៀនកិច្ចមុខចេញព្រោះនឹកឃើញដល់សម្ដីនាងដែលធ្លាប់រករឿងខេមរារផាន់ត្រូវទៅស្នាក់នៅផ្ទះលោកផាន់សៃប៉ុន្តែមេនុបមកនៅជួយថែទាំខេមរានៅក្នុងមន្ទីរពេទ្យដោយផ្ទាល់ពេលវេលា2 ខែបានកន្លងផុតទៅយ៉ាងឆាប់រហ័ស
របួសខេមរាបានជាសះស្បើយល្មមនៅមិនដល់1ខែទៀតទេដល់បុណ្យ7មករាហើយខេមរានិងរផាន់កំពុងអង្គុយលេងលើវាលស្មៅនៅសួនច្បារមាត់ទន្លេជាមួយគ្នាមើលទៅក្រុមហាត់រាំរបៀបកីឡាដោយទឹកមុខរីករាយរផាន់គិស្មាខេមរាញញឹមស្រស់គ្នាស្មានថាខានបានដើរលេងសប្បាយបុណ្យ7មករាជាមួយឯងហើយតា ខេមរាអស់សំណើចមនុស្សដូចគ្នានេះអាយុថ្លៃណាស់ដឹងទេលងទឹកសមុទ្រក៏មិនស្លាប់ឥឡូវត្រូវមួយកំបិតក៏មិនស្លាប់ប្រហែលយមរាជមិនចូលចិត្តមុខគ្នាហើយរផាន់សើចដែរនៅហ៊ានលេងសើចទៀតអូនយ៉ាចង់មកដើរលេងជាមួយខ្ញុំដែរប៉ុន្តែឮថាឯងមកដែរស្រាប់តែលេងហ៊ានមកមិនមកគឺល្អហើយប្អូនយ៉ារបស់ឯងសំលេងដូចកញ្ចៃបែបនេះជួបមុខនាំតែហឹងត្រចៀកទេកំឡោះឡើយសើចខឹកណែមានឈាមអូនយ៉ារលាយចូលគ្នាមិនតិចទេណាមិនក៏មនុស្សនៅតែមិនត្រូវគ្នាទៀតខេមរាញាក់មុខត្រូវយ៉ាងម៉េចពូជម្ទេសខ្មាំងដូចប្អូនស្រីឯងសង្ស័យតែនៅដល់ក្រមុំចាស់គ្មានអ្នកណាហ៊ានស្ដីដណ្ដឹងទេរផាន់បើកភ្នែកធំធំញាក់ភ្នែកដាក់ខេមរាបូនមាត់ទៅក្រោយខ្នងតែខេមរាមិនបានចាប់ភ្លឹកគិតតែនិយាយមែនណាគ្នាមិនធ្លាប់ត្រូវនារីណាមកស្ដីឲ្យច្រែតដូចប្អូនស្រីឯងទេកុំតែនឹកឃើញតិចកុំអីយកស្កុតមកបិទមាត់ឲ្យរៀងចាលម្ដងស្រស់ស្រីសីយ៉ាកាន់នំនឹងភេសជ្ជៈពេញដៃបំរុងយកមកឲ្យកំឡោះទាំងពីរពេលមកតនខេមរានិយាយដើមខឹងណាស់ជន់ជើងខេមរាអស់ទំហឹងប្រុសស្អីមាត់ដាចូលចិត្តនិយាយដើមស្រីមិនសមជាកូនប្រុសសោះមាននប់សង្ហាស្រែកអើយក្តោបជើងអេអ្នកនាងយ៉ាឈឺណាស់ជើងមនុស្សមិនមែនជើងតុកជើងកៅអីទេឆោមល្អពេបមាត់បានជាភ្លាមសំដីពូកែភ្លាមខ្ញុំស្មានថាជាជើងក្រែទើបដើរជន់លេងទៅរផាន់ឈោសើចមើលគេទាំងពីរជជែកគ្នាព្រោះខេមរានិងស៊ីយ៉ាដូចសាំងនឹងភ្លើងអញ្ចឹងបើប៉ះគ្នាហើយមិនឆេះទើបជារឿងប្លែកខេមរាធ្វើមុខឌឺដាក់ស៊ីយ៉ាហ៊ានថាឲ្យខ្ញុំមិនសមជាកូនប្រុសផងហ៎គង់តែមានថ្ងៃណាមួយដឹងគ្នាទេស៊ីយ៉ាសម្លក់ខេមរាត្រង់ខ្នាញ់មិនបាច់ថ្ងៃណាទេថ្ងៃនេះក៏បានដែររផាន់ស្ទុះមកឈរពាំងចន្លោះអ្នកទាំងពីរធ្វើជាអាញាកណ្ដាលចំពេលស៊ីយ៉ាច្របាច់កំប៉ុងទឹកក្រូចបាញ់ដាក់មុខខេមរាទៅចំមុខរផាន់ទៅវិញផាន់ស្រែកប៉ះស៊ីយ៉ាលៀនអណ្ដាតរត់យករួចខ្លួនលែងងាកក្រោយវគ្គទី3ស្មានមិនដល់ពពកក្រសាត់លឿនលយលើវេហាមេឃស្រកានាគពិតជាស្អាតខ្លាំងណាស់សមនឹងខ្យល់ជំនោបក់ត្រសៀកត្រជាក់ចិត្តនេះជាថ្ងៃអាទិត្យស៊ីយ៉ាមិនទៅរៀនទេនាងក្រមុំនៅជួយមើលខុសត្រូវហាងព្រោះព្រឹកនេះប៉ាម៉ាក់នាងនិងលោកតានាំគ្នាទៅវត្តអស់ហើយធម្មតាឲ្យតែថ្ងៃសិលលោកប៉ារបស់នាងតែងតែយកចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោកយាយចន្ទ្រារបស់នាងខណៈនោះបុរសវ័យ25ឆ្នាំសម្បុរសច្រមុះស្រួចចង្ការព្រែកភ្នែកមុតភ្លឺថ្លារាងខ្ពស់មៀតមាំបបោមាត់មានតែស្នាមញញឹមយ៉ាងស្រស់សង្ហាគេរុញទ្វារចូលមកក្នុងហាងឃើញស៊ីយ៉ាអ្នកកំឡោះឈរភាំងនិងសម្រស់របស់ស្រីល្អស៊ីយ៉ាកំពុងអង្គុយកត់បញ្ជីងើបមុខឡើងឃើញមាននប់សង្ហាកំពុងសម្លឹងនាងផ្លឹកស្ទើរភ្លេចដកដង្ហើមបែបនេះនាងក្រមុំប្រាយទឹកមុខចងចិញ្ចើមមួយរំពេចត្រូវការទិញអីដែរមិនក៏មកឈរមើលខ្ញុំបែបនេះមុខខ្ញុំមិនមែនទូរទស្សន៍ទេនរៈសង្ហាភ្ញាក់ព្រឺតរួចញញឹមអេះអន់ព្រោះគេរវល់តែផ្លឹកពិតមែនខ្ញុំមករ
ម៉ានាវីងើបចេញពីតុមកឈរទល់មុខកំឡោះសង្ហាពលកាត់ភ្លាមទើបតែរៀននិយាយមែនទេទើបឆ្លើយដូចជាមនុស្សត្រដិតបែបនេះមាននប់សង្ហាអស់សំណើចអ្នកគិតក្នុងចិត្តនាងក្រមុំតូចនេះពិតជាឆ្នះមែនអ្នកមិនតន់ឆ្លើយផងនាងនិយាយកាត់មុនទៅហើយបែរជាថាអ្នកនិយាយត្រដិតទៅវិញអ្នកកំឡោះសើចញឹមតើឲ្យខ្ញុំឆ្លើយយ៉ាងម៉េចតន់បើអ្នកនាងនិយាយកាត់មុនបែបនេះឆោមល្អខឹងឆេវសំឡក់មេនុបថ្មអញ្ចឹងឆាប់ប្រាប់មកត្រូវការសៀវភៅអីអ្នកកំឡោះដាក់កន្ត្រកផ្លែឈើរបស់គេនៅលើតុរួចដើរមើលក្នុងហាងធ្វើរំភើយមិនឆ្លើយនឹងស្រីស៊ីយ៉ាឡើយនាងក្រមុំខាមាត់ក្នុងចិត្តចង់តែដេញគេចេញភ្លាមពេលដែលគេធ្វើរឹកបែបនេះតែនាងជាអ្នកលក់មិនអាចធ្វើបែបនេះបានទេគឺត្រូវទ្រាំមាននប់សង្ហាលើកសៀវភៅមើលម្ដងមួយស៊ីយ៉ាទ្រាំមិនបានសួរភ្លាមណែលោកត្រូវការរើសប៉ុន្មានម៉ោងទៀតខ្ញុំគ្មានពេលដើរតាមលោកទេណាចង់បានសៀវភៅអីប្រាប់មកខ្ញុំរកឲ្យយុវៈកំឡោះញញឹមស្រស់ងាកមកមើលមុខនាងក្រមុំរបៀបឌឺអ្នកនាងជាអ្នកលក់បែបណាទើបចង់ដេញភ្ញៀវបែបនេះជារឿងធម្មតាទេមុននឹងជ្រើសរើសទិញអ្វីមួយត្រូវពិនិត្យឲ្យបានហ្មត់ចត់សិនមិនមែនចេះតែទិញផ្ដេសផ្ដាសពេលរបស់នោះមិនល្អធ្វើឲ្យយើងខកបំណងដូចជាការដណ្ដឹងប្រពន្ធអញ្ចឹងណាអ្នកនាងស្រស់ស្រីបើកភ្នែកធំសំឡក់អ្នកកំឡោះមុខក្រហមខឹងញ័រមាត់ព្រោះគិតថាគេកំពុងតែលេបខៃដាក់នាងស្រស់ស្រីក្តាប់ដៃសំរួលអារម្មណ៍បន្តិចទីនេះជាបណ្ណាគារមានតែសៀវភៅសម្រាប់លក់មិនមែនកន្លែងលោកមករៀបរាប់រឿងដណ្ដឹងប្រពន្ធទេនរៈសង្ហាញាក់ស្មាងាកមើលទៅសៀវភៅបណ្ដាតបបណ្ដាខ្ញុំមិនបានរៀបរាប់អ្វីទេគ្រាន់តែចង់បញ្ជាក់ឲ្យនាងតូចដឹងប៉ុណ្ណោះបើនាងតូចរវល់ទៅធ្វើការរបស់នាងចុះខ្ញុំអាចដើររកដោយខ្លួនឯងបានខ្ញុំមិនមែននាងតូចទេខ្ញុំរៀនថ្នាក់ទី12ហើយណាអញ្ជើញលោករកមើលឲ្យអស់ចិត្តចុះ